ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផ្លាយខុសពីរាល់ដងចាខ្ញុំចេញវីដេអូទៅជាមួយនឹងការធ្វើម្ហូបដើម្បីជូនបងប្អូនមើលចានិយាយទៅខ្ញុំបលែងដៃយូរដែរហើយបងប្អូនចាខានធ្វើវីដេអូទៅជាមួយនឹងការធ្វើម្ហូបនឹងយូរដែរហើយចាថ្ងៃនេះគឺខ្ញុំនឹកថាចង់ញ៉ាំបកាអញ្ចឹងទៅក៏ទាញម៉ូតូទាញវឹងចាទៅផ្សារដើម្បីទិញបកាចំនួនកន្លះគីឡូចាស្ដាប់មើលទៅដូចយើងតំណងណាបងប្អូនចាទិញតែកន្លះគីឡូទេបងប្អូនដោយសារតែ1គីឡូ35,000ហ៎ចាកន្លះគីឡូវា17,500ចាអញ្ចឹងទៅខ្ញុំក៏ទិញវាតែកន្លះគីឡូដើម្បីយកមកឆាហើយព្រឹកមិញខ្ញុំឃើញនៅក្នុងសួនតំណាំខ្ញុំនោះមានផ្កាខ្ទឹមអញ្ចឹងខ្ញុំក៏ច្នៃចាឆាគ្រឿងសមុទ្រនេះជាមួយនឹងផ្កាខ្ទឹមយកតែម្ដងចារសជាតិមួយយ៉ាងដែរហើយជាដំបូងនេះគឺខ្ញុំយកបកាហ្នឹងទៅកាត់ប្រុយនិងហូតអាចវាចេញបងប្អូនជាទូទៅខ្ញុំតែងតែយកឈើចាក់ថ្មិញចាយកទៅដកហូតអាចវានៅខាងក្នុងវាបងប្អូននេះខ្មៅហ្នឹងយកចេញអស់ទៅចាខ្ញុំលាងច្បាច់អំបិលចាឲ្យវាស្អាតបាតហើយទុកឲ្យវាស្រស់ទឹកសិនចាខ្ញុំនិងម្ដាយខ្ញុំក៏ចាប់ផ្ដើមទៅបេះជាមួយនឹងផ្កាខ្ទឹមចាហើយផ្កាខ្ទឹមនេះមិនច្រើនណាស់ទេបងប្អូនខ្ញុំបេះលាយជាមួយនឹងស្លឹកខ្លះដើម្បីយកមកធ្វើឆាឲ្យញ៉ាំរួចមកពេលណាចាដោយសារសមាជិកគ្រួសារខ្ញុំរៀងច្រើនដែរម្ហូបមុខហ្នឹងអត់គ្រាន់ទេបងប្អូនចាពីមុខអីបានគ្រាន់ដោយសារតែក្មេងក្មួយចាហើយនឹងបងខ្ញុំគាត់ហូបជុំគ្នាបងប្អូនចារៀងច្រើនគួរសមចាឥឡូវគ្រឿងផ្សំខ្ញុំបានរៀបចំហើយទាំងបន្លែទាំងសាច់ចាហើយរបៀបឆារបស់វាគឺងាយស្រួលអត់មានអីពិបាកទេឆាដូចតែយើងឆាសាច់គោសាច់ជ្រូកសាច់មាន់អីធម្មតានឹងឯងបងប្អូនចាហើយខ្ញុំប្រើជាមួយនឹងខ្ទឹមសចាចំនួន2-3 កាពឹសដែរចាដាក់ខ្ទះឲ្យក្តៅចាក់ខ្លាញ់ចូលចាដាក់ជាមួយនឹងខ្ទឹមសចាកូរវឹតឲ្យរាងក្រហមបន្តិចទៅចាំបាច់ចាប់ក្រហមខ្លាំងក៏បានដែរចាំឲ្យល្មមណាចាបន្ទាប់មកយើងចាក់ជាមួយនឹងបកាចាដាក់គ្រឿងទេសមានម្សៅស៊ុបចាស្ករសប៊ីចេងទឹកត្រីហើយលួចម្រេចបន្តិចដែរបងប្អូនណាចាកូរច្បល់គ្រឿងទាំងអស់នឹងចូលគ្នាឲ្យសព្វហើយចាបើសិនជាបងប្អូនមានប្រេងក្រុមចាអាចដាក់បន្ថែមក៏បានដែរប៉ុន្តែដោយសារតែខ្ញុំអត់មានចាខ្ញុំប្រើតែគ្រឿងទេសប៉ុណ្ណឹងទេចាងាយស្រួលមែនតើបងប្អូនដោយសារតែបកាដឹងស្រាប់ហើយចាតាមមួយផ្លូវគឺឆ្អិនបាត់ហើយចាបន្ទាប់ពីបកាឆ្អិនហើយខ្ញុំចាប់ផ្ដើមចាក់បន្លែយើងចូលតែម្ដងចាមានទាំងស្លឹកខ្ទឹមការខ្ទឹមគឺចូលគ្នាហើយបន្លែហ្នឹងគឺរហ័សឆ្អិនណាចាកូរតែមកត្រឡប់មកគឺឆ្អិនហើយបងប្អូនចានិយាយទៅមុខម្ហូបនេះកែច្នៃចាងាយស្រួលធ្វើមែនតើហើយរសជាតិឆ្ងាញ់ហើយធ្វើនេះញ៉ាំជុំបងខ្ញុំបងប្អូនចាឥឡូវគឺឆារបស់ខ្ញុំគឺឆ្អិនហើយបងប្អូនណាចានេះគឺរួចរាល់ហើយបងប្អូនគឺថាតំណងមែនតើហើយក្លិនវាឈ្ងុយជាមួយនឹងស្លឹកខ្ទឹមបងប្អូននេះឆ្អិនហើយអូយមុខចុងភៅនេះដល់កហើយបងប្អូនចាឥឡូវជាដំបូងគឺខ្ញុំភ្លក់សិនចារសជាតិយ៉ាងណាដែរចាឃើញថាសាច់បកាវាគេរៀងស្រស់ចាស្រស់ល្អដែរបងប្អូនចាពេលល្ងាចរៀងជុំគ្រួសារជុំបងចាឥឡូវដល់វគ្គម៉ែខ្ញុំបងខ្ញុំមកភ្លក់ឲ្យបងប្អូនហើយមកមាត់បងខ្ញុំញ៉ាំចានិយាយទៅបងប្អូនខ្ញុំមុខស្រីងគ្នាតែបងប្អូនហើយមើលម៉ែខ្ញុំគាត់ថាប្លែកម្យ៉ាងដោយសារគាត់រាល់ដងញ៉ាំតែសាច់ត្រីសាច់ជ្រូកសាច់គោថ្ងៃនេះបានគ្រឿងសមុទ្រគាត់ថារៀងប្លែកមាត់ដែរប៉ុន្តែគាត់ញ៉ាំមិនច្រើនទេបងប្អូនតែមួយម៉ាត់តែ1-2អីហ្នឹងគាត់ឆ្អែតហើយចានេះបងខ្ញុំហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជួបខ្ញុំវីដេអូក្រោយជម្រាបលាបាយបាយ